តាពុកម៉ែបងប្អូនដែលកំពុងតែមានបញ្ហាគៀបសរសៃចង្កេះគួរពិសាអាហារបែបណាហើយគួរតមប្រភេទអាហារបែបណាចាសំណួរនេះនាងខ្ញុំទទួលបានពីអ៊ំពូមីងជាច្រើនប៉ុន្តែនាងខ្ញុំមិនទាន់បានឆ្លើយតបទៅវិញអញ្ចឹងពេលនេះគឺនាងខ្ញុំសូមធ្វើការចែករំលែកខ្លីៗសម្រាប់ពុកម៉ែបងប្អូនដែលគាត់កំពុងតែមានបញ្ហាគៀបសរសៃចង្កេះចាគឺមានផលប៉ះពាល់ច្រើនមែនទែនទៅលើការគៀបសរសៃជាពិសេសបើសិនជាគាត់ពិសាអាហារដែលមានផលប៉ះពាល់ទៀតគឺធ្វើឲ្យបញ្ហាគៀបសរសៃរបស់គាត់នោះពិបាកនៅក្នុងការព្យាបាលហើយកាន់តែធ្ងន់ទៅលឿនតែម្ដងអញ្ចឹងចំពោះប្រភេទអាហារដែលជំនួយទៅដល់បញ្ហាគៀបសរសៃចាដែលជួយសម្រួលពិតមែនថាវាមិនអាចឲ្យគាត់ជាពីបញ្ហាគៀបសរសៃប៉ុន្តែវាអាចជួយសម្រួលកាត់បន្ថយនៃការឈឺចាប់បានមួយចំនួនចំពោះអ៊ំពូមីងអញ្ចឹងកុំឲ្យខាត់ពេលវេលាយូរចាប្រភេទអាហារដែលអ៊ំពូមីងគួរតែពិសាបានគឺមានដូចជាប្រភេទអាហារដែលមានវីតាមីន B ចាអាហារដែលមាននៅក្នុងគ្រឿងសមុទ្រចាសាច់មាន់សណ្ដែកចាពងមាន់បន្លែពណ៌បៃតងឬក៏តកតងជាមួយនឹងប្រភេទអាហារដែលមាន Omega 3 នៅក្នុងនឹងចាហើយសម្រាប់ប្រភេទត្រីសាម៉ុនចាទាំងអស់នេះគឺជាប្រភេទអាហារមួយចំនួនដែលពុកម៉ែបងប្អូនកំពុងតែមានបញ្ហាគៀបសរសៃអាចពិសាបានចាហើយចំពោះប្រភេទអាហារដែលគាត់ត្រូវជៀសវាងវិញគឺមានដូចជាអាហារដែលបំពងអាហារចៀនអាហារដែលមានជាតិខ្លាញ់ខ្ពស់មានគ្រឿងស្រវឹងគ្រឿងដែលមានជាតិអាល់កុលខ្ពស់ចាហើយនឹងកាហ្វេអ៊ីនដែលមានកាហ្វេដែលមានសារធាតុអ៊ីនច្រើន